ជំរាបសួរទាំងអស់គ្នាមានគ្នាយើងម្នាក់នៅក្នុង YouTube របស់ខ្ញុំនេះប្រហែលជាមួយខែ2ខែមុនគាត់បានសួរសំណួរមួយថាតើបើយើងចង់ទៅធ្វើការបើយើងមានឱកាសខ្លាយទៅជាអ្នកបើកបរយន្តហោះឬក៏រៀនជំនាញខាងបើកបរយន្តហោះយើងហៅ captain ហ្នឹងឬក៏ pilot ហ្នឹងឯងជា pilot តើអាចបានប្រាក់ខែប្រហែលប៉ុន្មានហើយអនាគតមិនដែរអញ្ចឹងណាទាំងអស់គ្នាចង់នឹងចម្លើយទាំងអស់គ្នាអាចមើលវីដេអូនេះដល់ចប់ហើយទន្ទឹមនឹងបើសិនជាយើងទើបទៅចូលមកថ្មីអាច subscribe channel របស់ខ្ញុំអញ្ជើញនិយាយរឿងច្បាប់ការងារការគ្រប់គ្រងទិន្នន័យទីផ្សារការងារក៏ដូចជារើសជំនាញរៀននៅក្នុងថ្នាក់សាកលវិទ្យាល័យឬក៏មហាវិទ្យាល័យអញ្ចឹងណាបាទតើតើទៅនឹងសំណួរនឹងដែរខ្ញុំផ្ដល់ជារូបភាពទូទៅនៅក្នុងសង្គមរបស់យើងនៅក្នុងប្រទេសរបស់យើងមិនមានក្រុមហ៊ុនយន្តហោះច្រើនទេយើងហៅអាកាសចរណាខាងជើងហោះហើរហ្នឹងយើងមិនមានក្រុមហ៊ុនអាកាសចរអីច្រើនទេយើងមាន3 4អាកាសចរប៉ុណ្ណឹងអញ្ចឹងណាអញ្ចឹងទំហំការងារបើមែនទេទៅក៏វាមិនច្រើនអីដែរតែតោះទៅនឹងការរៀនសូត្របច្ចុប្បន្ននេះបើខ្ញុំឃើញដូចជាយើងទើបតែមានសាកលវិទ្យាល័យមួយហើយប្រហែលជាអាចខាងក្រសួងអាកាសចរស៊ីវិលអីក៏គាត់មានសាលាបណ្ដុះបណ្ដាលអីបន្ថែមទៀតប៉ុន្តែបើយើងមើលពីវិស័យឯកជនសាកលវិទ្យាល័យឯកជនយើងមានសាកលវិទ្យាល័យដូចតែមួយទេតែមានវគ្គសិក្សាអំពីការបើកបរយន្តហោះហ្នឹងឬក៏ប្រហែលជំនាញ pilot ហ្នឹងជាអ្នកបើកបរយន្តហោះខ្ញុំមិនមានទិន្នន័យអីឲ្យច្បាស់លាស់ទេប៉ុន្តែជាទូទៅខ្ញុំលប់ស្គាល់អ្នកនៅក្នុងវិស័យហ្នឹងហើយខ្ញុំធ្វើការស្រាវជ្រាវខ្លះទៅខ្ញុំបានទិន្នន័យមួយចំនួនបើសិនណាបើទាំងអស់គ្នាថ្ងៃណាមួយមានឱកាសខ្លាយទៅជាអ្នកបើកបរយន្តហោះការបើកបរយន្តហោះនោះវាអាស្រ័យទៅលើទំហំវាអាស្រ័យទៅលើថាតើយន្តហោះនឹងធំយន្តហោះនឹងតូចអីចឹងណាបាទប៉ុន្តែជាទូទៅគឺបើសិនណាគាត់ជា pilot បើកថ្មីថ្មោងយើងហៅ first officer ឬយើង co-pilot មានន័យថាបើកជាមួយនឹងសហការីជាទូទៅគឺយើងបានប្រាក់ខែប្រហែលជាខ្ទង់2000ទៅ$4000នៅក្នុងមួយខែហើយបើសិនណាបើយើងជា officer តែម្ដងមានន័យថាជា pilot ដែរប៉ុន្តែជា officer មានន័យថាជាអ្នកដែលមានបទពិសោធន៍បើកបរហើយដែលយើងអត់ពឹងអាស្រ័យលើ co-pilot ទេគឺអាចប្រាក់ខែហ្នឹងគួរសមដែរអាចពី$4000ទៅ$7000អីដែរហើយបើគាត់ជា captain អាចប្រាក់ខែគាត់$8000ទៅ$15000វាអាស្រ័យលើបទពិសោធន៍របស់គាត់ភាពចាស់ទុំរបស់គាត់អីចឹងណាបាទជំនាញរបស់គាត់អីចឹងទៅតែបើសិនណាគាត់បើកយន្តហោះធំឆ្លង trip ឆ្លងអីទៀតអាចប្រាក់ខែគាត់ច្រើនណាអាចថាលើសពី$10000ទៅ$20000ឬក៏$15000ទៅ$20000នៅក្នុងមួយខែហើយទន្ទឹមនឹងហ្នឹងគឺពួកគាត់អាចមានឱកាសទទួលបានអត្ថប្រយោជន៍ផ្សេងទៀតដូចជាក្រុមគ្រួសារសម្បត្តិយន្តហោះ free អីចឹងទៅសម្រាប់ខ្លួនឯងសម្រាប់ក្រុមគ្រួសារទៅនេះទៅនោះក្នុងរយៈពេលមួយឆ្នាំមានប្រហែលដងអីចឹងទៅឬក៏មានប្រាក់ឧបត្ថម្ភសម្រាប់ការបើកយន្តហោះទៅតាមជើងប្រកបណាមានប្រាក់ថ្លៃស្នាក់នៅពេលដែលគាត់ធ្វើដំណើរណានៅពេលគាត់បើកនៅគាត់បេសកកម្មហ្នឹងគឺគាត់អាចមានប្រាក់ស្នាក់នៅប្រាក់អាហារប្រាក់អីបន្ថែមទៀតហើយអាចមានបូនអីបន្ថែមទៀតណាប្រាក់រង្វាន់អីផ្សេងទៀតអញ្ចឹងជំនាញនេះល្អមែនទែនទៅជំនាញនេះល្អប៉ុន្តែគ្រាន់តែថាទីផ្សាររបស់យើងនៅតូចអាកាសចរយើងមានក្រុមហ៊ុនអាកាសចរតិចហើយណាមួយប្រទេសរបស់យើងនៅក្នុងដំណាក់កាលលំបាកនេះគឺយើងមានចំនួនទេសចរតិចដែរអញ្ចឹងណាអញ្ចឹងភាពសកម្មរបស់ភាពសកម្មនៃជើងយន្តហោះនៃជើងហោះហើរក៏វានៅមានទំហំតូចនៅឡើយណាប៉ុន្តែបើយើងមើលទៅលើអនាគតខ្ញុំគិតថាសូម្បីតែរដ្ឋាភិបាលគាត់មើលឃើញដែរគាត់កសាងនៅពលានយន្តហោះហើយឥឡូវពលានយន្តហោះយើងទើបតែជំហានទី1យើងវាអាចមានជំហានទី2ទី3អីចឹងទៅថ្ងៃក្រោយយើងអាចមានទេសចរច្រើនអ្នកធ្វើអាជីវកម្មច្រើនច្រើនគឺឱកាសការងារនៅក្នុងវិស័យហ្នឹងអាច
អាចធំជាពិសេសបើសិនជាយើងមានទេសចរច្រើនថ្ងៃក្រោយយើងអាចមានឱកាសអនាគតវែងឆ្ងាយគឺយើងអាចមានពលានយន្តហោះច្រើនជាពិសេសពលានយន្តហោះនៅតាមខេត្តនីមួយៗចឹងទៅអញ្ចឹងហើយយើងមានទេសចរច្រើនក្នុងការហោះហើរចុះឡើងអញ្ចឹងតម្រូវការនៃអ្នកបើកយន្តហោះហ្នឹងច្រើនដែរប៉ុន្តែសម្រាប់យើងនិយាយឥឡូវនេះពីឆ្នាំ2026 2027នេះខ្ញុំគិតថាទីផ្សារយើងនៅមានលក្ខណៈតូចចង្អៀតនៅឡើយសម្រាប់វិស័យនេះណាហើយទាំងអស់គ្នាដើម្បីបានខ្លាយទៅជា pilot ក៏ជារឿងមួយដែលមិនស្រួលប្រហែលដែរទីមួយយើងត្រូវរៀនជំនាញនឹងស្រាប់ហើយទី2គឺលក្ខណៈសម្បត្តិរបស់យើងក៏ត្រូវល្អដែរមានន័យថាមានកាយសម្បទានល្អទាំងពីភ្នែកទាំងពីដៃទាំងពីជើងនិយាយទៅរូបរាងកាយរបស់យើងគឺមានសភាពល្អកម្ពស់កម្ពស់ល្អណាហើយទន្ទឹមនឹងសមត្ថភាពចំណេះដឹងភាសាចំណេះដឹងអីគឺសិតតែចាំបាច់សម្រាប់ដែលយើងអាចក្លាយទៅជា pilot បានណាអូខេអរគុណទាំងអស់គ្នាខ្ញុំមានប៉ុណ្ណឹងក្នុងការចែករំលែកបងប្អូនមានសំណួរអីផ្សេងៗអាចទម្លាក់នៅក្នុងcomment YouTube របស់ខ្ញុំទៅខ្ញុំនឹងចូលទៅមើលហើយចំណុចណាដែលខ្ញុំអាចឆ្លើយបានខ្ញុំនឹងព្យាយាមចែករំលែកណាម្ដងទៀតchannel របស់ខ្ញុំគឺជាទូទៅចែករំលែករឿងការគ្រប់គ្រងធនធានមនុស្សការងាររដ្ឋបាលច្បាប់ការងារវិស័យការងារការរើសជំនាញរៀនក្នុងថ្នាក់សាកលវិទ្យាល័យមហាវិទ្យាល័យហ្នឹងគឺនៅជុំវិញការងារហ្នឹងឯងណាអរគុណច្រើនជំរាបលាទាំងអស់គ្នាកុំភ្លេច Subscribe channel របស់ខ្ញុំ